កុំបារម្ភអីសៀមវាមិនយកទេដោយសារសៀមវាលេងតែចាស់ទឹកនឹងប៉ាត់ម្សៅទេវាអត់មានលបែងប្រជាប្រិយដូចខ្មែរយើងទេអញ្ចឹងយើងកុំបារម្ភនៅពេលដែលយើងផុសវីដេអូផុសអីចឹងទៅមិនបាច់ចាំដាក់ credit ខ្មែរបើយើងក៏គេមិននឹកស្មានថានឹងជារបស់សៀមដែរក៏មិនមួយនេះបងប្អូនខ្ញុំដកស្រង់ចេញពីវីដេអូរបស់ខ្ញុំមួយដែលពីម្សិលខ្ញុំផុសទៅខ្ញុំនិយាយថាសម្រាប់បងប្អូនខ្មែរយើងនៅពេលដែលយើងផុសវីដេអូជាលបែងប្រជាប្រិយរបស់ខ្មែរយើងកុំភ្លេចដាក់ credit ឲ្យខ្មែរយើងមួយផងអានេះលបែងប្រជាប្រិយរបស់កម្ពុជារបស់យើងលេងនៅក្នុងពេលចូលឆ្នាំនៅពេលដែលខ្មែរយើងប្រារព្ធបុណ្យចូលឆ្នាំគឺយើងមានលបែងប្រជាប្រិយលេងបែបហ្នឹងជារបស់ខ្មែរយើងខ្ញុំឲ្យយើងដាក់ចំណងជើងខ្លីៗទៅតាមអ្វីដែលយើងនឹកឃើញឲ្យគេសម្គាល់បានថាអូប្រទេសហ្នឹងមានលបែងប្រជាប្រិយលេងសប្បាយអញ្ចឹងចង់ឲ្យគេដឹងអញ្ចឹងខ្ញុំបន្ថែមទៀតថាប្រយ័ត្នថ្ងៃក្រោយអាសៀមវាយកអារូបរបស់យើងទាំងអស់ហ្នឹងយកទៅផុសទៅវាប្រាប់គេថាអាហ្នឹងជាលបែងប្រជាប្រិយលេងនៅក្នុងពេលចូលឆ្នាំសង្គ្រាមរបស់អាចៅសៀមអញ្ចឹងគេអាចនឹងជឿវាហើយដោយសារតែសម្លេងវាខ្លាំងជាងយើងហើយក៏លេចខមមិននឹងចេញមកចំពោះខមមិនហ្នឹងខ្ញុំមិនទៅស្ដីបន្តឲ្យគាត់ទេមិនអញ្ចឹងទេប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ដាស់តឿនបងប្អូនថាជាការបង្កើតរបស់យើងមើលទៅข้อมูลអាសៀមវាមានទេស្បៃអាទំនៀមទម្លាប់ស្អីផ្សេងវាមានឬមួយក៏អត់ទេវាអត់មានទេវាយកពីខ្មែរយើងទៅទាំងអស់យើងក៏ដឹងគ្រប់គ្នាដែរមែនទេប៉ុន្តែឥឡូវហ្នឹងវានាំគ្នានិយាយស្អីសិតតែជារបស់វាទាំងអស់វាមានដោយសារអីគឺវាមានដោយសារវាយកទៅនឹងឯងថ្ងៃក្រោយជឿទេថាវាអត់លេងថ្ងៃក្រោយកូនចៅរបស់វាចាប់ផ្ដើមយកទៅលេងមួយពីរវាចាប់ផ្ដើមសម្គាល់អូអានេះបោះសៀមអាកូនចៅវាជំនាន់ក្រោយនេះវាចិត្តតំណគ្នាមកអូអានេះរបស់សៀមខ្មែរយកទៅលេងយូរទៅអាជនជាតិវាបកកាយផ្សព្វផ្សាយផងវាទៅជារបស់គេនឹងឯងបងប្អូនចាំតែមើលតើប្រហែលឆ្នាំក្រោយមកអាសៀមវាមានលបែងទាំងអស់នឹងលេងនឹងមួយក៏អត់ទេវានឹងចាប់ផ្ដើមម្ដងមួយទៅហើយអានេះជាអ្វីដែលខ្ញុំគិតថាសម្រាប់បងប្អូនបើបញ្ជាក់អត្តសញ្ញាណរបស់យើងបានគួរតែបញ្ជាក់ទៅបញ្ជ្រាបបន្តិចទៅវាជារឿងល្អដែរសម្រាប់យើងគេលក់ស្រួលពិតណាបងប្អូនមិនមែនចេះតែបន្លំទេសម្រាប់ feedback ទាំងអស់ខ្ញុំមានធានាថាភ្ញៀវរបស់ខ្ញុំអ្នកប្រើផ្ទាល់100%បងប្អូនអ្នកតាមដានខ្ញុំដឹងហើយខ្ញុំអត់ដែលមានបោះដុំឲ្យអ្នកណាយកទៅលក់បន្តខ្ញុំអត់មានកូនកញ្ច្រែងទៅពេលដែលមេផុសវីដេអូទៅធ្វើតែមានការមកជួយឲ្យ feedback ដូចថារបស់នឹងល្អចេះល្អចុះខ្ញុំអត់មានសោះរាល់ថ្ងៃ feedback ក្នុង page របស់ខ្ញុំមិនថាជាអក្សរមិនថាជាសំឡេងទេភ្ញៀវសុទ្ធ100%តែគាត់ថាកេងលក់ស្រួលគឺកេងលក់ស្រួលហើយតែគាត់ថាជាកាពះពោះវៀនគឺជាកាពះពោះវៀនហើយគាត់ថាអ្នកមករដូវមកទៀងគឺមករដូវទៀងឯងហើយតែអ្នកចង់ញ៉ាំដើម្បីស្រកគាត់ញ៉ាំទៅស្រកគាត់ប្រាប់ថាស្រកមកនឹងឯងពេលញ៉ាំទៅបងកេងលក់ស្រួលមុនអើយកេងពិបាកណាបងអើយហាប់យើងធ្វើការហត់ទៀតដល់ពេលកេងលក់ចឹងល្វើយបងតែឥឡូវហ្នឹងដាក់ទៅភ្លឹងហ្មងហើយពេលយើងហូបចំណីអីវិញក៏សូវប៉ះពាល់ដែរបងពីមុនហូបបានទេបងបៀបជាប៉មជាផ្លែឈើវិញខ្ញុំហូបអត់បានតែឥឡូវហូបទៅវារលមូលចឹងណាហើយពេលយើងងើបឡើងក៏វាអត់លន់ទៅសៃរបៀបខ្ញុំលន់ណាបងពេលយើងងើបទៅលន់ទៅសៃជើងយើងធ្វើការវិញឈឺដៃឈឺជើងឥឡូវលេងអីបងអើយតែមិនចង់ឲ្យអ្នកផ្ទះគាត់ហូបដែរចឹងណាល្អដល់ថ្នាក់ផ្សព្វផ្សាយឲ្យបងអ្នកធ្វើការនៅនេះគាត់ហូបដែរចឹងណាឆ្នាំបងទៅបញ្ហាកាពះពោះវៀននេះវាប្រសើរជាងមុនចឹងបងហើយការកេងអីក៏បានប្រសើរជាងមុនពេលខ្ញុំញ៉ាំទៅវាលែងទៅទុកកាពះហើយខ្ញុំដេកលក់ស្រួលចឹងណាបងឆ្នាំតាមអនឡាញឆ្នាំអីរហ៊ានទិញទេនេះដោយសារតែមានមិត្តភ័ក្តិគាត់ធ្លាប់ប្រើទៅគាត់ថាត្រូវទេបានហ៊ានសាកល្បងប្រើខ្ញុំញ៉ាំទៅវាពេលមកដល់វាបាត់ចុកពោះហ៎បងហើយមានកម្លាំងធ្វើការវាអត់សូវអស់កម្លាំងអញ្ចឹងណាបងខ្ញុំយកមួយសិនបងនេះតែឲ្យខ្ញុំចង់សាកអញ្ចឹងណាអ្នកនៅមួយខ្ញុំហ្នឹងគាត់ពិបាកគេហើយយីសាប់ច្រើនអញ្ចឹងហើយគាត់ទិញមកភើខ្ញុំគាត់ថាល្អអញ្ចឹងណាបងពេលគេចិត្តទៅយកសពអញ្ចឹងណាអត់បានគេស្កប់ទេហើយមានប្អូនស្រីម្នាក់គាត់នៅចិត្តផ្ទះហ្នឹងគាត់ខ្មែរដែរគាត់ហូបចិត្តមួយឆ្នាំហើយគាត់ថាតាំងពីហូបឆ្នាំហ្នឹងមកគាត់ស្រួលខ្លួនណាហើយគាត់ឲ្យខ្ញុំនឹងទិញហូបដែរទៅដល់ពេលអញ្ចឹងក៏រកទិញហូបដែរនឹងដាក់ពីចំឲ្យអូនចាំផ្ញើខ្សែឋានវារៀងឆ្អល់អញ្ចឹងតែឥឡូវវាបាត់ឆ្អល់ហើយបងពេលខ្ញុំហូបទៅតែគណៈថាកេងលក់ស្រួលហើយអត់ឈឺកាពះឯដោយសារអីនៅកន្លែងនេះញ៉ាំកាហ្វេច្រើនដល់ពេលអញ្ចឹងទៅយើងឈឺកាពះតែបើខ្ញុំញ៉ាំមួយល្មៀតហ្នឹងទៅអត់ឈឺទេញ៉ាំទៅវាឆាប់កេងលក់ដែរបងហើយពេលខ្ញុំមករដូវអីក៏ទៅចុកពោះដូចពីមុនដែរខ្ញុំញ៉ាំជាប់ទៅបងស្រក់គីឡូទៀតហើយកេងលក់លឿនណាម្លឹងហើយគាត់ហាត់ប្រាណហាត់អីទៀតគាត់ធ្វើអង្គគីឡូគាត់ថាគាត់ស្រក់ឡើង4-5គីឡូហើយប្តីខ្ញុំគាត់នៅកន្លែងហើយគាត់ទិញអាហ្នឹងញ៉ាំដល់ពេលហើយគាត់ថាគាត់ញ៉ាំអាហ្នឹងទៅគាត់ស្រក់គីឡូដល់ពេលគាត់ស្រក់គីឡូទៅគាត់ឲ្យខ្ញុំហ្នឹងសាកសួរមួយថ្ងៃនៅខ្មែរមានលក់អត់ចឹងណាបងញ៉ាំទៅវាគេលក់ស្រួលហើយនឹងដូចអត់សូវឈឺហើយនឹងឥឡូវអីមកទៀងអញ្ចឹងញ៉ាំទៅសាច់ឈីក៏វាស្រួលខ្លាអញ្ចឹងណា